ពុទ្ធអរគ្នារឿងចម្លែកចិត្តណាបរិខាងលើម្នាក់នេះគាត់អត់ញ៉ាំទឹកគាត់អត់ញ៉ាំបាយអស់រយៈពេល76ឆ្នាំហើយមិនធំតែប៉ុណ្្នឹងទេគាត់ថែមទាំងត្រូវបានគេរកឃើញថាអត់បត់ជើងតូចអត់បត់ជើងធំអត់ដែកបែកញើសសំបីតែមួយដំណក់ក្នុងរយៈពេល76ឆ្នាំហ្នឹងគាត់ក៏ហ៊ានអះអាងទៀតដែរថាទោះបីជាគាត់ធ្វើដំណើរដោយថ្មើរជើងចម្ងាយ100ទៅ200គីឡូក៏ដោយក៏គាត់អត់មានបែកញើសដែរសំខាន់គាត់អត់ចេះហត់អត់ចេះឃ្លានហើយអត់ចេះងងុយគេងទៀតនិយាយពីសុខភាពវិញរឹងមាំជាងអ្នកគេងគ្រប់គ្រាន់ញ៉ាំគ្រប់គ្រាន់ទៀតរឿងរបស់គាត់មួយនេះត្រូវបានភ្ញាក់ផ្អើលដល់មនុស្សនិងគ្រូពេទ្យសឹងតែមួយប្រទេសហ្មងដោយមនុស្សម្នាក់ពិតជាចង់ដឹងណាស់ថាតើវាគឺជារឿងពិតដែរឬទេអញ្ចឹងហើយគេក៏បានអញ្ជើញគាត់ដើម្បីយកមកពិសោធន៍របៀបថាគេចង់ challenge គាត់អញ្ចឹងណាដើម្បីលាតត្រដាងឲ្យដឹងពីការពិតថាតើវាជារឿងដែលកុហកឬក៏ជារឿងពិតហើយគេបានអញ្ជើញគាត់ចូលទៅក្នុងបន្ទប់បិទជិតមួយរយៈពេលប៉ុន្មានអាទិត្យហើយបានដាក់កាមេរ៉ាបង្កប់នៅក្នុងនោះដើម្បីតាមដានសកម្មភាព24ម៉ោងរបស់គាត់បែបហ្នឹងណាដើម្បីបញ្ជាក់ឲ្យឃើញថាគាត់អត់បានចាក់ចែងពីបន្ទប់នឹងលុយទៅរកអីញ៉ាំនោះទេព្រោះម្នាក់ពិតជាឆ្ងល់ណាស់ថាហេតុអ្វីគាត់អត់ញ៉ាំអត់គេងអត់ជូសសោះគាត់អាចនៅរស់បានបងប្អូនគ្នាបើខ្ញុំអត់ញ៉ាំអីតែមួយពេលខ្ញុំចង់ខ្យល់ចាប់ហើយប៉ុន្តែនេះគាត់សាហាវខ្លាំងមែនតើហ្មងគាត់អត់ញ៉ាំអីរហូតដល់តែ76ឆ្នាំអត់ញ៉ាំអត់ផឹកមកជុំមេងុំអត់ជុះទៀតអញ្ចឹងដឹងណាយើងមកមើលកន្លែងនេះទាំងអស់គ្នារឿងហ្នឹងតាមពិតគឺបែបនេះបរិសុទ្ធខាងលើម្នាក់នេះមានឈ្មោះថា Jenny ហើយពីមុនមកគាត់គឺជាក្មេងប្រុសធម្មតាម្នាក់ទៅរៀនតែមានពុំម៉ាក់និងញ៉ាំអីធម្មតាដូចគេដូចឯងអញ្ចឹងណារហូតដល់ថ្ងៃមួយកាលហ្នឹងគាត់មានអាយុទៅតែ7ឆ្នាំទេតែគាត់បានឃើញទេវតា3អង្គចោះមកប្រាប់គាត់ថាពួកគាត់នឹងផ្ដល់អាហារនិងទឹកចូលទៅក្នុងបំពង់កគាត់អស់មួយជីវិតឲ្យគ្រប់គ្រាន់ថាគាត់ប្រាប់មនុស្សជុំវិញខ្លួនថាគាត់បានឃើញទេវតាយើងចោះមកប្រាប់គាត់ថាចេះគាត់អត់ញ៉ាំអីក៏ទេវតាហ្នឹងប្រទានអាហារជាមួយនឹងទឹកចូលទៅក្នុងកាពះពវៀនគាត់គ្រប់គ្រាន់ដែរចាប់តាំងពីថ្ងៃដែលគាត់បានជួបមួយទេវតាហើយចានេះគឺគាត់អត់ញ៉ាំអីសោះហ្មងហើយគាត់បានធ្វើដំណើរចូលទៅក្នុងព្រៃដ៏ជ្រៅហើយសុខចិត្តទៅរស់នៅក្នុងរោងភ្នំមួយរបៀបដូចគាត់តាំងសិលអញ្ចឹងណាអ្នកទាំងអស់គ្នាកន្លែងហ្នឹងក៏ខ្ញុំមានអារម្មណ៍ថាស្តៀងនឹងពុទ្ធរូបរបស់យើងដែរចាតែរឿងហ្នឹងវាមើលទៅចម្លែកពេកគេឆ្ងល់ឡើងមកផ្ទះហ្មងអញ្ចឹងហើយបានគេអញ្ជើញគាត់ឲ្យនៅក្នុងបន្ទប់បិទជិតមួយដើម្បី challenge គាត់គេបានអញ្ជើញគាត់ទៅរស់នៅក្នុងបន្ទប់បិទជិតមួយគេចង់ដឹងថាអ្វីដែលគាត់និយាយហ្នឹងគឺជាការពិតអត់ព្រោះគាត់ប្រាប់គេថាគាត់សុខចិត្តទៅរស់នៅក្នុងរោងភ្នំអញ្ចឹងគេអញ្ជើញគាត់ទៅបន្ទប់បិទជិតហ្នឹងដោយរោងភ្នំអញ្ចឹងសម្រាប់ខ្ញុំកាត់ខុសគ្នាបន្ទប់បិទជិតវាមានម៉ាស៊ីនត្រជាក់ប៉ុន្តែរោងភ្នំវាមានម៉ាស៊ីនត្រជាក់តែវាមានខ្យល់បរិសុទ្ធអញ្ចឹងវាអត់ខុសគ្នាតែគ្រាន់ថាគេចង់ដឹងសកម្មភាពរបស់គាត់គេចង់ដឹងអ្វីដែលគាត់និយាយហ្នឹងគឺជាការពិតអត់គាត់អត់ញ៉ាំគាត់អត់គេងគាត់អត់ជុះហ្នឹងតើវាគឺជាការពិតអត់ពីការពិសោធន៍នេះបានបញ្ចប់ចេននេះគាត់បានធ្វើឲ្យមានការភ្ញាក់ផ្អើលសឹងតែមួយប្រទេសហ្មងអ្នកទាំងអស់គ្នាដោយសារតែគាត់ឈ្នះការ challenge មួយហ្នឹងបញ្ចប់ challenge មួយហ្នឹងអស់រយៈពេល15ទៅ20ថ្ងៃដោយមិនញ៉ាំមិនផឹកមិនជុះនិងមិនគេងអ្វីទាំងអស់សំខាន់ណាស់គាត់ហ៊ានអះអាងថាការបត់ជើងតូចបត់ជើងធំរបស់គាត់ហ្នឹងគឺវាអូតូដោយខ្លួនឯងគាត់អត់ចាំបាច់ទៅបញ្ចេញចោលទេដូចមានផ្លូវក្នុងអញ្ចឹងអ្នកទាំងអស់គ្នាហើយដុកទ័រគាត់ក៏បានឆែកសុខភាពរបស់ Jenny ដែរប៉ុន្តែដុកទ័រគាត់បាននិយាយថាសុខភាពរបស់ Jenny គឺរឹងមាំធម្មតាអត់មានជំងឺកាពះពោះវៀនអីអត់មានអីទាំងអស់កាពះរបស់គាត់គឺធម្មតាដូចមនុស្សញ៉ាំអីហើយអញ្ចឹងហើយបើខួរក្បាលរបស់គាត់មានមួយចំនួនតូចដែលមានទំហំប៉ុនក្មេងអាយុ10ឆ្នាំតែសប្តាហ៍ថ្ងៃនេះគឺគាត់មានអាយុ82ឆ្នាំហើយបន្ទាប់ពីការសាកល្បងនេះជោគជ័យហើយមនុស្សម្នាក់នៅក្នុងប្រទេសរបស់គាត់និងមនុស្សសឹងថាមួយប្រទេសហ្មងគោរព Jenny ដូចជាព្រះអញ្ចឹងសាពះគាត់លើកដំកើងគាត់ដូចព្រះហ្មងហើយនៅមានមនុស្សដែលមកពីប្រទេសផ្សេងទៀតមកសុំពរជ័យពីគាត់មកសាពះគាត់របៀបទុកគាត់ដូចទេវតាអញ្ចឹងអ្នកទាំងអស់គ្នាអ្នកបាននិយាយថា Jenny គាត់ពិតជាមនុស្សល្អខ្លាំងមែនទែនគាត់តែងតែជួយយកអាសារអ្នកដទៃទី1ទី2គាត់តែងតែលើកទឹកចិត្តនិងជំរុញទឹកចិត្តឲ្យអ្នកដទៃមានកម្លាំងនៅក្នុងការធ្វើអ្វីមួយអញ្ចឹងណាប៉ុន្តែគួរឲ្យសោកស្ដាយមិនយូរប៉ុន្មានរយៈពេលប៉ុន្មានឆ្នាំកន្លងផុតទៅប្រហែលជា5-6ឆ្នាំកន្លងផុតទៅ Jenny គាត់ក៏បានលាចាក់លោកដោយសារតែអាយុគាត់ចាស់ហើយគាត់82អញ្ចឹង5-6ឆ្នាំគាត់ចូលសង្ឃថា90អញ្ចឹងគាត់ក៏បានស្លាប់ដោយសារតែគាត់មានវ័យចំណាស់មិនថាអ្នកទាំងគ្នាលើលោកយើងនេះមានជំងឺមួយយ៉ាងដែលយើងអាចគេចផុតបានគឺកើតចាស់ឈឺស្លាប់ពេលដែលយើងកើតហើយយើងចាស់ហើយយើងមានជំងឺមនុស្សចាស់គឺយើងឈឺយើងទៅវិញដូចគ្នាអញ្ចឹងបើសិនជាអាចអ្នកកុំពិបាកចិត្តច្រើនពេកធ្វើអ្វីដែលខ្លួនស្រឡាញ់ហើយព្យាយាមបំពេញក្តីសុខឲ្យខ្លួនឯងទៅ